បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាថ្ងៃចុងសប្តាហ៍របស់ពួកខ្ញុំទាំងពីរនាក់ដូចបងប្អូនឃើញស្រាប់ហើយក្នុងវីដេអូនេះបងប្អូនពួកយើងមានដំណើរទៅដើរលេងនៅកំពង់សោមបងប្អូនតែឥឡូវនេះយើងមុននឹងទៅកំពង់សោមយើងឈានចូលកន្លែងហាងវ៉ែនតាមួយសិនបងប្អូនដើម្បីកាត់វ៉ែនតាតាមពិតទៅផ្នែករបស់ខ្ញុំញោមរៀងក្រែដែរបងប្អូន180ដឺក្រេតែដោយសារខ្ញុំរវល់ពេកអត់ទាន់បានកាត់ភ្នែកបងប្អូនឥឡូវអត់ទាន់បានកាត់វ៉ែនតាឥឡូវបងប្អូនខ្ញុំបានមកដល់ហាងវ៉ែនតាដោយសារវាជាថ្ងៃចុងសប្តាហ៍របស់ខ្ញុំដែរជាថ្ងៃឈប់សម្រាកឥឡូវអញ្ចឹងខ្ញុំបានឈានចូលហាងវ៉ែនតាដំបូងដើម្បីកាត់វ៉ែនតាទីមួយយើងបានការពារមនុស្សដល់ពេលយើងជិះម៉ូតូចេញហាងកដៅទៅយើងអាចមើលឃើញផ្លូវច្បាស់ល្អបងប្អូនដូចបងប្អូនឃើញស្រាប់ហើយវាក្រោយនៅក្រោយហ្នឹងបងប្អូនថ្ងៃបើចាំងល្អមែនតើបងប្អូនអញ្ចឹងយើង10ឡាហើយអញ្ចឹងចុះតែហើយយើងឲ្យវ៉ែនតាទៀតអញ្ចឹងវានឹងធ្វើឲ្យយើងម៉ោងអញ្ចឹងពិបាកមើលហើយកាហាយភ្នែកខ្លាំងពេលត្រូវកដៅបងប្អូនហើយនេះវីដេអូនេះពួកខ្ញុំកំពុងតែចែកគ្នាថាទៅលេងនៅឆ្នេរណាចេញពីណាទៅណាបងប្អូនឥឡូវចែកទៅគ្នាហើយខ្ញុំមកបានថតមកពីដំបូងតាមផ្លូវហ្នឹងទេបងប្អូនតែឥឡូវខ្ញុំមកដល់គេហៅរពុកមូលតៅ2បងប្អូននៅខេត្តព្រះសីហនុបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមចេញដំណើរទៅហើយបងប្អូនឆ្ពោះទៅមូលតៅ2បងប្អូនមកដល់កន្លែងតៅ2នេះដែរបងប្អូនយើងឃើញហើយទេសភាពស្អាតមែនទែនបងប្អូនជាពិសេសនៅកន្លែងហ្នឹងគឺអត់សូវមានតូឡានមីញឹកទេបងប្អូនមានមួយដោយសារពួកខ្ញុំទៅនេះគឺទៅពេលព្រឹកបងប្អូនខ្ទង់ម៉ោង9ហើយអញ្ចឹងវាអត់សូវជាមានអ្នកធ្វើដំណើរទេពេលព្រឹកបងប្អូនអាចមើលបានហើយនិយាយទៅទេសភាពអនាម័យបរិស្ថាននៅតំបន់នេះគឺល្អបងប្អូនអត់មានសម្រាមអត់មានអីទេបងប្អូនឃើញស្រាប់ហើយនេះបងប្អូនខ្ញុំបបល់កាមេរ៉ាឲ្យបងប្អូនមើលមកជុំបងប្អូនឃើញទេហើយបន្ទាប់ពីចេញពីរមងម៉ូតោមកបងប្អូនយើងឆ្ពោះមកចុះមកខាងដុំអូត្រេសវិញបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅក្រៅដែរហើយបងប្អូនដោយសារដំបូងហ្នឹងយើងមាន schedule ថាទៅលេងនៅកន្ទុយនេះឯងបងប្អូនប៉ុន្តែដោយសារយើងទៅកន្ទុយនេះយើងត្រូវជិះពួងឆ្ងាយបងប្អូនឥឡូវយើងទៅពីកន្ទុយនេះយើងចេញមកអូត្រេសហើយឆ្ពោះទៅដើមធ្វើចាំស្នេហ៍វិញបងប្អូនឥឡូវទស្សនាវីដេអូបន្តជាមួយខ្ញុំទៀតបងប្អូនបងប្អូននៅតែបន្តិចទៀតទេយើងនឹងដល់កន្លែងដែលយើងត្រូវញ៉ាំអីហើយអញ្ចឹងយើងក៏សម្រេចចិត្តហើយខ្ញុំក៏បានសួរគាត់ថាអូនយើងឈប់នៅញ៉ាំអីនៅណាដែរនៅកន្លែងម្លឹមហ្នឹងមែនអញ្ចឹងខ្ញុំក៏បានអានខាងហើយបងប្អូនគូក៏សម្គាល់ផងដែរចំពោះផ្លូវនៅមាត់សមុទ្របងប្អូនគឺគេមានសញ្ញាព្រួញបញ្ជាក់ទិសដៅបងប្អូននៅលើផ្លូវគឺចំពោះទិសដៅនេះគឺជិះអត់អាចជិះបិច្រាស់បានទេបងប្អូនគេមានព្រួញនៅលើនឹងច្បាស់បងប្អូនត្រូវបត់ឆ្វេងបត់ស្ដាំអញ្ចឹងបងប្អូនពេលយើងជិះពីដើមឈើចាំស្នេហ៍មកខាងអូត្រេសវិញបើសិនជាយើងចង់ជិះផ្លូវមាត់សមុទ្រគឺអត់កើតទេបងប្អូនដោយសារអីដោយសារមានតែផ្លូវទៅទេហើយចំពោះផ្លូវដែលមកពីដើមឈើចាំស្នេហ៍គឺមានច្រកគេអាចវាងទៅខាងលើបានបងប្អូនអញ្ចឹងយើងអាចជិះបិច្រាស់បានទេហ
hay chấm phu cái lại này đá cứ nhom cái lại này kia ở tao cho tới bằng bố và đòi xa của dương riêng cái đào mình tới giờ dương có ban cho một lục đầm nào đắng bằng bồn đầm bay xâm rạ màn tí hay liệt về đài xâm rạ nó nhom bàn thọt video clay của nhom khơi xa với bằng bồn mơ tật sầm một ở bằng bồn lặng khiêu bằng bồn chứ nhom có bàn chụp xâm rạ mà tôn tích hay có đào từ vật dụ rụp hiệp tại trên bị tật sầm một đó bằng bồn ok bông bồn khởi nhất chân đi sạch lần so bó hay tất cả lô có bông đã bỏ màu mua thầm minh bên nắng bông bồn hay là nhưng có sắp lại cho thật hot màn tinh sân tới đâm bây giờ dường ở miền rộng thà relax là đã bài có bài cái đang bravo bây giờ cho mà hai cây luôn nhằm ấy để ô tre thằng sắn nhôm có sầm chết tha nhằm ấy để ô tre thằng sắn cho hay sầm rạp mà hộp bao nhiêu ăn miên trà đây bóng bóng miên ta tây túi từ bồn lái miên bài cha rừng sầm mót hay nâng bột rừng sầm mót đó bóng bóng miên kia miên cái đà mình chân tay hay tàu mà tiết có miên bóng bóng như khoa mòn lụ và thay tiến nha bóng bóng nhưng có sầm chết thả tình cro tình bồn cru hay tình oyster nhằm và thay tiến phòng đáហើយបន្ទាប់ពីញ៉ាំរួចរាល់ហើយពួកយើងក៏ដេកមើលទឹកសមុទ្របន្តិចទៅតែយកខ្យល់អាកាសពីសមុទ្រមកបងប្អូនឃើញស្រាប់ហើយបងប្អូនមើលឆាត់ដែរនៅលើពួកខ្ញុំហ្នឹងទៅគឺត្រូវខ្យល់រវិចអូយនិយាយពីថាទេសភាពហើយបរិយាកាសនៅកន្លែងហ្នឹងគឺស្រស់បំព្រងមែនតើបងប្អូនហើយបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំដេកលេងខ្ទង់1ម៉ោង2ម៉ោងទើបពួកខ្ញុំរៀងស្រកបាយស្រកចំណីទើបខ្ញុំដើរកំសាន្តដើរលេងនៅតាមមាត់នឹងបន្តទៀតបងប្អូនតួពីញ៉ាំអីហើយពួកយើងក៏ធ្វើការកំសាន្តនៅលើឆ្នេរបងប្អូនដើរមើលឆ្នេរបងប្អូនមើលឆ្នេរខ្សាច់គឺមានអារម្មណ៍ថាអូអស្ចារ្យមែនសុខស្មារតីយើងបងប្អូនឃើញខ្សាច់ទេបងប្អូនគឺសស្អាតហ្មងបងប្អូនខ្ញុំគ្រាន់តែឃើញព្រាមស្រែកវ៉ាវបងប្អូនហើយក៏មានគេកំពុងលេងទឹកដែរបងប្អូនដោយសារតែខ្ញុំទៅហ្នឹងគឺតែពេលព្រឹកឡើយបងប្អូនអញ្ចឹងអត់សូវមានអ្នកទៅលេងបានទេមានពេលក្មេងលេងគឺបងប្អូនឃើញស្រាប់ហើយមាន 4-5 នាក់នៅកន្លែងនេះក្មេងគាត់កំពុងតែលេងទឹកដើម្បីសានបងប្អូនហើយខ្ញុំចង់ដឹងហើយខ្ញុំយើងដើរឆ្ងាយដែរបងប្អូនទុំថាជា500 ម៉ែត្រដែរយើងដើរមើលឆ្នេរនឹងផងហើយណាមួយយើងនៅនេះគឺសុខងាយស្រួលផងដែរបងប្អូនដោយសារមានបន្ទប់ទឹកនៅចិត្តអញ្ចឹងបងប្អូនខ្ញុំបន្ទាប់ពីញ៉ាំអីឆ្អែតហើយគឺយើងទៅយកមកទៅសម្អាតដៃជើងដោយសារយើងគេងនៅចិត្តឆ្នេរខ្សាច់ហ្នឹងវារៀងស្អិតដៃស្អិតជើងបងប្អូនទឹកសមុទ្រហ្នឹងប្រៃយើងក៏ដើរទៅបន្ទប់ទឹកបងប្អូនបងប្អូនខ្ញុំទៅម៉ូតូទៅជួយកាត់ស្នាហើយបងប្អូនឥឡូវនេះដល់ផ្លូវជិះទៅមាត់ចុះទៅដើមឈើកាត់ស្នាបងប្អូនតែមុននឹង
ទៅដើមឈើចាំស្នេហ៍ខ្ញុំក៏ចូលលេងទឹកសិនបងប្អូនដោយសារអីទឹកនៅកន្លែងហ្នឹងគឺស្អាតណាស់បងប្អូនហើយខ្ញុំធ្លាប់ឃើញតាមវីដេអូបងគាត់មកមុនគាត់ថតនៅហ្នឹងគឺស្អាតអញ្ចឹងខ្ញុំក៏ចង់ចូលទៅមើលមិនដែរឥឡូវយើងចុះទៅហើយបងប្អូនមកដល់កន្លែងនេះបងប្អូនឃើញមានខ្សាច់ហ្នឹងបងប្អូនអញ្ចឹងមកដល់ម៉ូតូខ្ញុំកោះនៅនឹងតែម្ដងបងប្អូនទៅមុខក៏រួចទៅក្រោយក៏រួចកោះហើយទៅរួចទេដោយសារខ្សាច់ជ្រៅបងប្អូនហើយបន្ទាប់មកខ្ញុំក៏ទាញថយក្រោយហើយរុញទៅវិញយើងមូលឲ្យលឿនណាបងប្អូនដាក់លេខ1មកងូទៅប្រូចឡើងហើយមកគ្រាឥឡូវទៅទៀតហើយកាត់ខ្សាច់កាត់ពួកទៅហើយបងប្អូនដើម្បីទៅមើលថាសមុទ្រវាមានទឹកច្រើនប៉ុណ្ណាបងប្អូនទៅវាស់ទឹកសមុទ្រទាំងអស់គ្នាថាវាទឹកច្រើនប៉ុណ្ណាឥឡូវទៅហើយឃើញតិចហើយបងប្អូនខ្ញុំមកអត់ទាន់បងប្អូនហើយយប់ហ្នឹងគឺគុំតន្ត្រីបងប្អូនឥឡូវគេកំពុងតែរើឆាទៅវិញហើយខ្ញុំមកយឺតបន្តិចបងប្អូនគេសម្រាប់អីគេមានអនាម័យត្រឹមត្រូវបងប្អូនគេវិចខ្ចប់ត្រឹមត្រូវបងប្អូនយើងអ្នកលក់នៅម្ដុំហ្នឹងគឺគាត់វិចខ្ចប់បានត្រឹមត្រូវល្អមែនបងប្អូនហើយមើលបងប្អូនមើលស្មៅនៅនេះទៅបងអត់មានសម្រាមមានអីទេបងប្អូនមានតែទីទួយនេះពួកគាត់ប្រមូលដុតហើយនេះឃើញអត់បងប្អូនគាត់ប្រមូលខ្ចប់ទុកហើយអញ្ចឹងគឺឃើញថាឆ្នេររបស់យើងមានសោភ័ណភាពមានភាពស្រស់ស្អាតជាងមុនដោយសារបងប្អូនយើងគាត់វិចខ្ចប់បានល្អហើយបងប្អូនឃើញគាត់កាន់តកាវសម្រាប់តាក់យកសម្រាមហ្នឹងបងប្អូនដែលកប់តាមសាច់តាមអីហ្នឹងគឺគាត់តាក់យកមកវិញឥឡូវយើងមកដល់មាត់សមុទ្រហើយបងប្អូនកាន់តាគៀកហ្មងបងប្អូនជិះនិយាយថាជិះសឹងតែធ្លាក់ចូលទឹកហ្មងបងប្អូនឃើញហ្នឹងបងប្អូនមកជិះហើយឃើញបងពីរអ្នកគាត់កំពុងតែស្ពីតបងមើលលក្ខណៈស្ពីតហ្នឹងស្ពីតដូចខ្ញុំអញ្ចឹងខ្ញុំដូចគ្នាស្ពីតដែរបងប្អូនអល់ពេញហ្នឹងហើយបងប្អូនឆ្លងខ្សាច់បងប្អូនអត់មើលខ្សាច់មិនរាក់ណាបងប្អូនហើយជួយជើង2ជើង3ទប់កាច់មុខកាច់ក្រោយបងប្អូនសឹងតែដួលដងបងប្អូនឥឡូវទៅហើយងបងប្អូនឃើញទឹកអាឡូបមកបងប្អូនគឺស្អាតបងប្អូនហើយកុំឆ្ងល់ណាគេនោះខ្មៅនោះគឺខ្ញុំនឹងហើយបងប្អូនខ្ញុំដើរទៅនឹងហើយខ្ញុំកាត់កង់យកកន្លែងហ្នឹងបងប្អូនឃើញស្អាតទេហើយអត់ស្ងាត់ទេបងប្អូនឃើញមានរឹងឃើញមានមនុស្សនៅហ្នឹងហ្នឹងបងប្អូនគឺអ្នកមកលេងច្រើនហើយពេលហ្នឹងគឺខ្ញុំថតពេលព្រឹកផងបងប្អូនបើសិនជាពេលល្ងាចវិញមិនដឹងមនុស្សច្រើនប៉ុណ្ណាទេបងប្អូននៅសមុទ្របងប្អូនហើយទេសភាពស្អាតបែបហ្នឹងបងប្អូនតែមានឱកាសមកលេងទាំងអស់កាត់លងបាននេះចុះមកមានអីខ្ញុំបាចទឹកគាត់ចំមកជួយចំមកផងហើយគាត់ទឹកប្រៃគាត់ចូលភ្នែកគាត់ថាកុំបាចខ្ញុំពេកមានអីខ្ញុំគាត់មកលេងហៅព្រមបានលេងឥឡូវបានលេងហើយចុះទៅហើយគាត់ក៏បាចខ្ញុំវិញខ្ញុំក៏បាចគាត់វិញឥឡូវចាប់ផ្ដើមដើរទៅកណ្ដាលហើយបងប្អូនចាស់ប្រែងមួយចូលទឹកចាប់ឈ្នាខ្សាច់ហ្នឹងខ្សាច់នៅក្នុងទឹកជ្រៅហ្នឹងបងប្អូនត្រឹមចង្កេះជាងហ្នឹងបងប្អូនមើលថ្លាឃើញហ្នឹងក្នុងកាមេរ៉ាឃើញប៉ុណ្ណឹងបងប្អូនតែជាក់ស្ដែងវាច្បាស់មើលឃើញថ្លាជាងហ្នឹងបងប្អូនហើយមួយទៀតនៅហ្នឹងគឺមានមឹកបងប្អូនមឹកពីងពីងបងប្អូនគេហៅមឹកពីងពីងអូខ្ញុំដើរទៅទឹករៀងជ្រៅត្រឹមកបងប្អូនយើងមុជទៅយើងឃើញវានៅលើខ្សាច់បងប្អូនហើយយើងយកដោយសារយើងមុជចាប់អត់ដល់បងប្អូនមុជទៅវាដែតវិញអញ្ចឹងខ្ញុំយកជើងជួនសាក់មើលជួនប៉ះវាហើយវាក៏ពុលទឹកខ្មៅចេញពីខ្លួនវាមកបងប្អូន
Deep in my soul. I've got myself I've got from deep in my soul. I wish you had it feeling what I mean. Have it feeling what I mean. What I mean. Have it feeling what I mean. Have it feeling. From deep in my soul. Drug dealing girl fine. Hit her when I wanna get me so high. Her BB ting, I roll her till she's so right. She know what she wanna get me so like. Swerve on me, swerve on me. I love you, but you hate me. Swerve on me, swerve on me. I love you, but you hate me. Yeah. Rockstar Cobain, Shane stays biplane. All she want is quick fame. Got a rollie with the face, dripping like Selena. Always chiefing on sativa. I don't care about it all. I just hit the pack and go. Look, Tesla skirt, whipping all across the countryside. She from the valley, probably spend all of her daddy's money. Why? She gon' put it on her face, and she burn